ជំងឺ stress ពិបាកណាស់លោកគ្រូតែងតែពិបាកផ្លូវចិត្តហើយប្រៀបព្រៀនបៀតបៀនផ្លូវកាយផងដែរបានស្ដាប់លោកគ្រូធ្វើឲ្យរៀងធូរជាងមុនរាល់ថ្ងៃឧស្សាហ៍ឈឺក្បាលណាស់លោកគ្រូបាទនឹងវាជាទុកផ្លូវចិត្ត stress ហ្នឹងក៏វាបង្កពីរូបរាងកាយយើងខ្លះហើយបង្កពីការសន្សំផ្លូវចិត្តខ្លះហើយជួនកាលកើតពីផ្លូវចិត្តហើយវាបៀតបៀនដល់ផ្លូវកាយមែនពីព្រោះធម៌ហ្នឹងដោយអត្ថាបៃលនដ្ឋៈដោយអត្តបៀតបៀនអញ្ចឹងកាយហ្នឹងវាបៀតបៀនចិត្តក៏មានចិត្តហ្នឹងបៀតបៀនកាយក៏មានបៀតបៀនរូបក៏មានពីព្រោះវាសហការគ្នាទៅប្រព្រឹត្តទៅបានហ្នឹងហើយប៉ុន្តែនៅក្នុងមេគាពធហ្នឹងពិតជាមានមេគាដែលជួយខ្លាំងហ្មងផ្នែក stress ហ្នឹងផ្នែកធុញថប់ផ្នែកតបប្រមល់អីផ្លូវចិត្តហ្នឹងណាចឹងបានខ្ញុំនៅតែបន្តការងារខ្ញុំហ្នឹងព្រោះខ្ញុំឃើញថាអ្វីដែលខ្ញុំធ្លាប់និយាយពីមុនមកហ្នឹងបានជួយមនុស្សដ៏ច្រើនហ្នឹងខ្ញុំឃើញអញ្ចឹងឃើញថាបានជួយមនុស្សដ៏ច្រើនណាអញ្ចឹងអ្នកហាមខ្ញុំមិនអោយនិយាយហ្នឹងគេលោបាបហាមសេចក្តីសុខរបស់គេព្រោះខ្ញុំនិយាយម្នាក់ក៏ពិតមែនប៉ុន្តែខ្ញុំបានជួយមនុស្សច្រើនមែនមាគាមួយហ្នឹងមានអ្នកសារភាពច្រើនថាធ្វើឲ្យផ្លូវចិត្តពួកគាត់បានប្រសើរឡើងអ្នកខ្លះរហូតដល់ចង់សម្លាប់ខ្លួនប៉ុន្តែបានស្ដាប់អ្វីដែលខ្ញុំធ្លាប់និយាយតាំងពីនៅលោកមកនឹងធ្វើឲ្យគាត់រស់រានមានជីវិតឡើងវិញប្រយោជន៍នៅតំណងទេហើយបើហាមមាគាពធនេះហាក់ដូចជាហាមពន្លឺភ្លឺស្វាងមាគាជីវិតរបស់អ្នកដែលត្រូវសង្គ្រោះនោះលែងបានត្រូវសង្គ្រោះហ្នឹងហើយការហាមគេមិនឲ្យបាននៅចំណេះដឹងឬក៏ហាមគេមិនឲ្យការហាមហ្នឹងហាមទាំងពីរអានឹងខ្ញុំនិយាយឲ្យគិតទេព្រោះខ្ញុំធ្វើតាមទានគឺជាកុសលធម៌មួយហាមមិនឲ្យនិយាយមានន័យថាហាមខ្ញុំមិនឲ្យបានធ្វើធម្មទានហ្នឹងហាមបុណ្យមួយហ្នឹងដល់តែខ្ញុំអត់និយាយខ្ញុំអត់ធ្វើធម្មទានហ្នឹងប្រជាជនយើងដែលគាត់បំរុងនឹងបាននៅពន្លឺភ្លឺស្វាងក្នុងជីវិតបែរទៅជាមិនបានទទួលអាហ្នឹងរារាំងនៅចំណេះដឹងនៅសទ្ធារបស់គេមិនឲ្យគេបានឃើញទេអាហ្នឹងបាបខ្ញុំគ្មានទៅដាក់ទោសអីទេប៉ុន្តែចិត្តបែបហ្នឹងគឺចិត្តបាបបើតាមដានបន្តិចគួរតែបានដឹងហើយថាធម្មទានដែលខ្ញុំធ្វើហ្នឹងបានជួយមនុស្សមែនឬអត់ឃើញទេដូចខ្ញុំទៅមួយរយៈនេះបរិស័ទប្រជាជនខ្មែរយើងដែលគាត់មកប្រាប់ខ្ញុំនឹងច្រើនជាងអ្វីដែលបងប្អូនបានមើលឃើញកន្លែងខ្លះខ្ញុំមិនបានឲ្យគេថតផងឃើញទេមានច្រើនណាខ្លះមានវិបត្តិរហូតដល់រកកន្លែងរស់មិនបានហើយបានពធនឹងទៅគាត់អាចធ្វើឲ្យផ្លូវចិត្តគាត់នឹងបានធូរស្រាលហើយគាត់តស៊ូក្នុងជីវិតបានទៅទៀតអញ្ចឹងសម្រាប់មនុស្សដែលមានសន្តានល្អឃើញគេបានប្រយោជន៍ចឹងគិតមិនអត់ចេះត្រេកអរនឹងសេចក្តីសុខដែលគេបានទេចាឃើញទេហើយសេចក្តីសុខដែលប្រជាជនយើងបានដោយច្រើនហ្នឹងមិនបានដោយសារធម្មទានមិនចឹងឃើញទេបានដោយធម្មទានហ្នឹងឯងបានដោយសន្តិជានិយាយធម៌ហ្នឹងឯងបើសានសុជានឹងមិននិយាយធัวនឹងទេគាត់មានពាក្យសារភាពថាគាត់អាចងើបពីសេចក្តីស្លាប់មកវិញបានអត់ហើយឃើញគាត់រស់នៅមានលំនឹងផ្លូវចិត្តលះបង់នៅអាទុកកង្វល់អីខ្លាំងដែលដើរមិនរួចពីមុនហើយស្រាប់តែគាត់អាចសង្គ្រោះជីវិតគាត់បានគិតបន្តិចមនុស្សដែលមានធាតុល្អមានចិត្តល្អគួរត្រេកអរអត់ដែលឃើញប្រជាជនយើងដែលជួបវិបត្តិហើយខ្លះបំរុងនឹងស្លាប់ហើយ
អីស្ដាប់ខ្ញុំនិយាយទៅបែរជាគាត់រស់ឡើងវិញរស់នឹងមិនមែនខ្ញុំធ្វើឲ្យរស់ទេគាត់បានកន្លឹះគិតដើម្បីឲ្យជីវិតគាត់បានប្រសើរឡើងវិញមនុស្សមានធាតុល្អបន្តិចគួរតែអបអរសាទរអបអរសាទរអ្នកបានមិនបាច់អបអរសាទរខ្ញុំក៏បានអបអរសាទរអ្នកដែលគាត់បំរុងតែនឹងបញ្ចប់ជីវិតហើយបាននឹងគាពធហ្នឹងស្រាប់តែគាត់ឃើញពន្លឺហើយរស់តស៊ូក្នុងជីវិតឡើងវិញបានណាហ្នឹងហើយបើមនុស្សមានធាតុល្អបន្តិចគេអបអរសាទរបានហើយហ្នឹងហើយខ្លួនគេធ្វើមិនបានប៉ុន្តែមានអ្នកធ្វើបានមានអ្នកអាចជួយសម្រាលទុក្ខប្រជាជនបានមនុស្សមានធាតុល្អគេអបអរសាទរបានហើយឃើញទេចុះចិត្តអីដែលអបអរសាទរមិនបានព្រោះមិនឃើញសេចក្តីទុក្ខរបស់ប្រជាជនដែលត្រូវជួយដោះស្រាយឃើញទេមិនឃើញតម្លៃនៃការចែកធម្មទាននឹងយកតែចិត្តខឹងចិត្តស្អប់មកនឹងឯងមិនគិតពីប្រយោជន៍ដែលត្រូវកើតនៅក្នុងសង្គមទេហ្នឹងហើយនេះខ្ញុំនិយាយនេះស្ដាប់បានតែអ្នកដែលគាត់ឃើញប្រយោជន៍ទេអ្នកដែលស្អប់ខ្ញុំនៅតែស្អប់ចឹងអីបើគាត់ថាមិនដឹងទៅលៀងចិត្តស្អប់គាត់មិនទេបើគាត់សន្សំចិត្តស្អប់ច្រើនចឹងទៅហើយប៉ុន្តែខ្ញុំថាអញ្ចឹងទោះស្អប់ប៉ុណ្ណាក៏ខ្ញុំនៅតែនិយាយចឹងឯងដរាបណាខ្ញុំនៅឃើញថាមានប្រជាជនយើងទទួលផលបានមានប្រជាជនយើងមានពន្លឺសម្រាប់ជីវិតអាចធ្វើឲ្យផ្លូវចិត្តរបស់គាត់បានធូរស្បើយឡើងបានខ្ញុំនៅតែចែកចឹងព្រោះឆ្នាំហ្នឹងមានប្រសិទ្ធភាពពិតមែនហ្នឹងហើយឥឡូវ HNG ហែឬក៏ហីទេខ្ញុំមិនដឹងថាអានឈ្មោះត្រូវឬអត់ទេថាវាពិបាកមែនផ្លូវចិត្តហ្នឹងកលឹះវាតែបន្តិចទេកលឹះដូចខ្ញុំមុនមកនេះបងស្រីម្នាក់បន្តិចទេខ្ញុំបង្ហោះคลิปហ្នឹងមិនមែនថាឲ្យអត់មានផុសតាងទេគាត់ថាមុននឹងស្ដាប់ខ្ញុំគាត់កើតទុកព្រោះគេខ្ចីលុយគាត់ច្រើនហើយគេអត់សងគេខ្ចីលុយគាត់ហើយអត់សងអញ្ចឹងគាត់ដេកពិបាកចិត្តចុះគីឡូទាលុយអត់បានដេកពិបាកចិត្តខ្ញុំមិនមែនជាអ្នកទៅជួយសងលុយគាត់ទេប៉ុន្តែអ្វីដែលខ្ញុំនិយាយអាចធ្វើឲ្យផ្លូវចិត្តគាត់នឹងបានប្រសើរឡើងវិញគាត់បានដេកលក់គាត់បានហូបស្រួលទាំងដែលគេមិនតន់សងលុយប៉ុន្តែគាត់រកកន្លឹះដើម្បីឲ្យផ្លូវចិត្តនឹងបានធូរឡើងវិញបានឃើញធម្មទានអស្ចារ្យហ៎ខ្ញុំអត់បានឲ្យគាត់មករៀលទេប៉ុន្តែឲ្យតែកន្លឹះដែរមិនឲ្យចំពោះគាត់ផ្ទាល់ទៅទៀតប៉ុន្តែគាត់ស្ដាប់ទៅវាចំញ៉េវាចំខ្ញុំលើកជាឧទាហរណ៍ចេះតើនរណាអាចជួយគាត់បានក្រៅពីពធឧទាហរណ៍ថាគេខ្ចីគាត់100000រៀល$10,000ឧទាហរណ៍ចឹងចុះហើយគាត់ស្ដាយអាហ្នឹងដែលទាអត់បានយើងកើតទុកឧទាហរណ៍បើយើងចង់ជួយគាត់ដោយលុយសួរថាតើយើងមានលុយប្រមាណទៅជួយគាត់ឧទាហរណ៍ថាខ្ញុំមាន$10,000បងហើយកុំពិបាកខ្ញុំឲ្យ10000សួរថាគាត់ឈប់កើតទុកឯងព្រោះលុយដែលគេខ្ចី100000ឯណោះអញ្ចឹងបើខ្ញុំមានត្រឹមតែ10000ឲ្យគាត់ឈប់ពិបាកកើតចិត្តព្រោះលុយនេះជួយទៅគាត់បាត់ពិបាកចិត្តឯងអត់ទេប៉ុន្តែបើឲ្យកលឹះត្រូវជាលក្ខណៈធម្មទានវិធីសាស្ត្រនៃការគិតឲ្យប្រសើរឡើងលុយដែលជាពាក់ម៉ាំងខ្ញុំអត់ដឹងខ្ញុំក៏ឧទាហរណ៍ទេលុយដែលគេជាពាក់នៅតែជាពាក់ដដែលប៉ុន្តែគាត់អាចរកវិធីសាស្ត្រដោះចិត្តគាត់ឲ្យរួចគាត់អាចសម្រានលក់គាត់អាចហូបបានធម្មតាគាត់ធ្វើការងារផ្សេងដោយមិននៅទន្ទូចទន្ទេជាមួយនឹងរឿងអញ្ចឹងនេះឯងគឺជាប្រយោជន៍នៃធម្មទានដែលមិនចាំបាច់ឲ្យគាត់$1ទេប៉ុន្តែគាត់អាច